សម្រាប់គម្រោងនៃការប្រែប្រួលអាកាសធាតុដែលយើងធ្វើនៅភូមិពេជ្រអន្ទង់ឃុំចំបក់ស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺគម្រោងនេះផងដែរគឺយើងធ្វើការងារជាមួយក្រុមយុវជនដែលមានអាយុពី15ឆ្នាំទៅដល់30ឆ្នាំហើយយើងធ្វើជាមួយសហគមន៍គណៈកម្មការសហគមន៍ព្រៃឈើហើយគម្រោងនេះគឺយើងអនុវត្តចាប់តាំងពីខែ2ឆ្នាំ2012រហូតដល់ចុងឆ្នាំ2012នេះផងដែរការពីមុនខ្ញុំសង្កេតឃើញថាក្រុមយុវជនគឺគាត់មិនមានភាពទំនាក់ទំនងល្អជាមួយគ្នានឹងគ្នានោះទេគឺគាត់ប្រកាន់បកពួកមិនមានការសាមគ្គីភាពគ្នាហើយគាត់ចូលចិត្តយកពេលទំនេររបស់គាត់ហ្នឹងគឺទៅដើរលេងស៊ីផឹកលេងល្បែងនិងបង្កចំនួនផ្សេងនៅក្នុងសហគមន៍ខ្ញុំគិតថាពីមុននៅពេលដែលអត់ទាន់មាន KYD យើងគិតថាមិនដែលមានយុវជនណាមករួមចំណែកទៅលើការអភិរក្សព្រៃឈើឯងហាក់ដូចជាពួកគាត់នឹងគឺជាមុននៅក្រៅខ្សែវៀននៃការអភិរក្សព្រៃឈើកាលពីមុនមកក្រុមយុវជនហ្នឹងពួកគាត់ច្រើនតែដើរលេងច្រើនមិនសូវគិតការងារនៅក្នុងផ្ទះមិនសូវជួយការងារផ្ទះហើយក៏គិតតែពីរឿងដើរលេងនៅជាការងារមិនមានប្រយោជន៍តាមសង្កេតមើលឃើញថាការពីមិនតន់ខេបាយមិនតន់ចុះមកមានយុវជនមួយចំនួនគាត់មិនសូវយល់ដឹងពីសារៈប្រយោជន៍ព្រៃឈើហើយភាគច្រើនជាពិសេសពេលទំនេរគាត់យកពេលទំនេរហ្នឹងតិចតួចហ្នឹងឆ្លិតពីធ្វើការងារហើយគាត់យកពេលទំនេរហ្នឹងទៅដើរផឹកស៊ីរាំជាងខារ៉ាអូខេទៅធ្វើអ្វីផ្សេងៗដែលសង្គមអោបស្អប់ខ្ពើមសកម្មភាពដែល KYC ធ្វើធំនៅភូមិពេជ្រអន្ទង់ឃុំចំបក់ស្រុកភ្នំស្រួយនេះគឺយើងធ្វើសកម្មភាពតាក់ទងទៅនឹងចងក្រងក្រុមអេកូយុវជនដែលយើងហៅថាអេកូក្លឹបហើយទី2គឺយើងសម្របសម្រួលក្រុមយុវជនក្នុងការធ្វើផែនការទី3គ្រប់គ្រងថវិកាដល់គាត់ទី4ពង្រឹងសមត្ថភាពនិងមួយទៀតគឺយើងចុះតាមដានសកម្មភាពរបស់ពួកគាត់មិនតែប៉ុណ្ណោះគឺយើងមានសកម្មភាពពិសេសដែលយើងបញ្ជូនអ្នកស្ម័គ្រចិត្តមករស់នៅភូមិពេជ្រអន្ទង់ឃុំចំបក់ស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺរយៈពេល6ខែដែលគាត់ចាប់ផ្ដើមមករស់នៅទីនេះគឺចាប់ផ្ដើមពីខែ5រហូតដល់ខែ10គាត់នឹងត្រឡប់គាត់នឹងបញ្ចប់បេសកកម្មរបស់គាត់វិញហើយការងារសំខាន់ដែលអ្នកស្ម័គ្រចិត្តត្រូវធ្វើគឺគាត់ព្យាយាមគៀនគរយុវជនឲ្យចូលរួមធ្វើថ្នាលបណ្ដុះកូនឈើឬក៏ធ្វើសួនបន្លែគ្រួសារដោយសារនៅភូមិនេះតតែម្ដងគឺប្រជាពលរដ្ឋមិនសូវមានបច្ចេកទេសបានន័យថាគាត់អត់មានបច្ចេកទេសហើយនៅក្រៅផ្ទះគាត់គឺសល់ដីច្រើនមែនទែនតែគាត់មិនបានយកចិត្តទុកដាក់និងបង្កើនជីវភាពរបស់គាត់តាមរយៈការធ្វើកសិកម្មផងដែរមួយទៀតផងដែរគឺអ្នកស្ម័គ្រចិត្តគាត់ជួយជាដូចជាអ្នកទីប្រឹក្សាដល់យុវជនសហគមន៍នៅពេលដែលគាត់មានបញ្ហាគឺអ្នកស្ម័គ្រចិត្តយើងអាចជួយគាត់ក្នុងការដោះស្រាយបញ្ហានោះផងដែរឥឡូវគឺឃើញថាគាត់មានការចូលរួមធ្វើសកម្មភាពនានាដល់ជួយដល់សហគមន៍ដូចជាធ្វើសកម្មភាពដើរល្បាតព្រៃនិងបានជួយចូលរួមការពារធនធានធម្មជាតិដោយអស់ពីចិត្តនឹងការធ្វើសួនដំណាំគ្រួសារគឺការពីមុនគឺគាត់មិនដែលបានធ្វើឲ្យមិនយល់ថាអ្វីទៅដែលហៅថាសួនដំណាំគ្រួសារតើមានអត្ថប្រយោជន៍យ៉ាងម៉េចតែឥឡូវគឺគាត់មានការយល់ដឹងច្រើនគឺគាត់យកពេលទំនេររបស់គាត់ទៅធ្វើនឹងការងារកសិកម្មតែអាចជួយដល់ពួកគាត់កាត់បន្ថយនៅការចំណាយពេលវេលាខ្ជះខ្ជាយអត្ថប្រយោជន៍និងរកអាចទទួលបាននៅប្រាក់ចំណូលពីការធ្វើសួនដំណាំបន្លែគ្រួសារហើយនឹងអាចឲ្យពួកគាត់នឹងមានចំណងសាមគ្គីភាព
ហើយឃើញថាគាត់មានការស្រឡាញ់ហើយនឹងរាប់អានគ្នាយ៉ាងជិតស្និទ្ធខុសពីមុនដែលគាត់មិនដែលស្គាល់គ្នាសោះតែដែលពេលគាត់បានមកចូលរួមគឺគាត់មានភាពក្លាហានជាងមុននៅក្នុងការនិយាយស្ដីនៅក្នុងការបញ្ចេញមតិនៅក្នុងការចូលរួមហើយឃើញថាពួកគាត់មានការយល់ដឹងច្រើនអំពីក្រមសីលធម៌ការគោរពចាស់ទុំឥឡូវយុវជនគឺជាកម្លាំងចលករមួយយ៉ាងសំខាន់បាទដែលគាត់យកចំណេះដឹងមកអនុវត្តផ្ទាល់ជាពិសេសគឺរួមចំណែកលើការអភិរក្សមួយទៀតយើងឃើញថាក្រមសីលធម៌របស់យុវជនគឺចាប់ផ្ដើមមានបាទហើយយើងឃើញថាយុវជនធ្វើការជាក្រុមគឺមានតាំងពីសួនបន្លែអីជាដើមអ្វីដែលជាល្អមួយទៀតយើងឃើញថាតាកតងការចេះចែកចម្លែកនៅអ្វីដែលខ្លួនមានដល់អ្នកដែលអត់ជាងខ្លួនបាទនេះយើងឃើញថាគឺជាការផ្លាស់ប្ដូរមុខមាត់មួយចំពោះក្រុមយុវជនដែលនៅក្នុងសហគមន៍ជាពិសេសគឺយុវជននឹងឯងដែលបានមកធ្វើកិច្ចការនៅក្នុងសហគមន៍ដែលគិតថាគឺវាហាក់ដូចជាជួយសម្រាលនៅបន្ទុកយ៉ាងធ្ងន់នៅក្នុងសហគមន៍យើងផងដែរចាប់តាំងពីមានអង្គការ KYSD នឹងគាត់ចុះមកជួយមកឃើញថាការងារក្រុមយុវជនឃើញថាមានការផ្លាស់ប្ដូរច្រើនឥឡូវពួកគាត់គិតឡើងមកវិញគាត់គិតថាគាត់មានផែនការគាត់ជួយការងារផ្ទះដូចជាការងារក្នុងគ្រួសារគាត់ចេះជួយឪពុកម្ដាយបានច្រើនជាងមុនបាទហើយវាសមស្របទៅនឹងអ្វីដែលនិយាយថាអាកាសធាតុវាប្រែប្រួលហើយពួកគាត់កំពុងតែបន្សំទៅនឹងអាកាសធាតុដែលយើងកំពុងទៅជួបប្រទះហើយឥឡូវឃើញថាមានការចូលរួមដាំកូនឈើនឹងការចូលរួមដាំកូនឈើឡើងវិញការបដោះកូនឈើហើយការជួយរៀបចំថ្នាលបដោះកូនឈើការប្រជុំពេលដែលប្រជុំម្ដងឃើញថាយុវជនមានចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងការក្លាហានក្នុងការនិយាយពីមុនមិនដែលធ្លាប់មានថាយុវជនធ្វើសកម្មភាពទាំងអស់នេះសោះខ្ញុំឃើញការកែប្រែរបស់សហគមន៍យើងវិញយើងឃើញថាពីមុនមិនមែនថាពីមុនក៏អត់ចូលរួមសោះទេគាត់ចូលរួមប៉ុន្តែភាពក្លាហានរបស់ស្ត្រីដែលចូលរួមពេលដែលយាមល្បាតយើងឃើញថាវាស្ថិតនៅក្នុងកម្រិតមួយទៀតហ្នឹងប៉ុន្តែពេលនេះយើងឃើញថាករណីជាច្រើនហើយបន្ទាប់ពីមានវគ្គដែលបន្ទាប់ពីខាងអង្គការជួយមកយើងឃើញថាគាត់អាចចុះជាមួយបរិសុទ្ធគាត់អាចធ្វើសកម្មភាពជាមួយបរិសុទ្ធដូចជាការទៅការយើងថាទៅចាប់រណាយន្តឬក៏ទៅខុតការបទល្មើសផ្សេងៗនៅក្នុងសហគមន៍នេះហើយគឺជាការប្រែមុខមាត់មួយនៅក្នុងសហគមន៍យើងហើយយើងឃើញថាមួយផ្នែកទៀតយើងសួរថាតើពីមុនសហគមន៍ដែលទៅធ្វើវេទិកាអាចនិយាយពីទស្សនៈទានប្រែប្រួលអញ្ចឹងបានទេនេះហើយគឺជាការប្រែមុខមាត់មួយយ៉ាងសំខាន់ដែលបានកើតចេញពីការរួមចំណែករបស់ទេវ៉ាផែនការនិងគម្រោងរបស់អង្គការ KYSD ខ្ញុំគិតថាវាល្អប្រសើរមែនទែនហើយខ្ញុំចង់ឲ្យពួកគាត់នឹងមានគម្រោងថ្មីទៀតដើម្បីចង់ឲ្យជួយក្រុមយុវជននៅក្នុងសហគមន៍យើងខ្ញុំបន្តទៀតណាខ្ញុំសំខាន់នឹងគឺបដោះកូនឈើនិងដាំបន្លែលក្ខណៈជាគ្រួសារតំណាងឲ្យសហគមន៍ក៏ដូចជារូបខ្ញុំផ្ទាល់ខ្ញុំគិតថាខ្ញុំសូមសំណូមពរសូមឲ្យ KY ពង្រីកខ្លួនសម្រាប់ភូមិដែលអត់មានក្លឹបយុវជនហើយបើសិនជាអាចមានលទ្ធភាពទៀតគឺពង្រីកទៅដល់ឃុំដែលនៅជាប់នឹងនៅជាប់នឹងឃុំចំបក់នេះដែរធ្វើម៉េចឲ្យកុំឲ្យក្រុមយុវជនរវាងឃុំទាំងពីរគឺคล้ายទៅជាបកពួកគូសត្រូវដើម្បីឲ្យពួកគាត់ស្គាល់នៅរស់នៅក្នុងក្រមដំបូលមួយនៃក្រុមក្លឹបវាងាយស្រួលក្នុងការអប់រំហើយមួយទៀតខ្ញុំគិតថាការជំរុញទៅលើការអភិរក្សគឺជាការសំខាន់ណាស់បើសិនជា KY អាចមានលទ្ធភាពក្នុងការបណ្ដុះបណ្ដាលក៏ដូចជាសម្ភារៈដែលទាក់ទងនឹងការអភិរក្សព្រៃឈើគឺរឿងសំខាន់បាទ